อายุ30 ឆ្នាំហើយនៅតែវែងខ្លួនឯងនៅកណ្ដាលទន្លេរកកោះត្រៃអត់ឃើញសោះមើលតែគេវិញគេជោគជ័យអស់ហើយគេដល់កោះត្រៃហើយមកពីគេកើតមកមានសំណាងជាងយើងហ្នឹងបានគេជោគជ័យលឿនជាងយើងការគិតអញ្ចឹងមិនប្រកាសតែត្រូវទេព្រោះអ្នកខ្លះកើតមកមិនមែននាំសំណាងមកជាមួយទេប៉ុន្តែពួកគេជោគជ័យប្រហែលអាចមកពីទម្លាប់របស់ពួកគេអញ្ចឹងយើងមកស្គាល់ទម្លាប់ទាំង8យ៉ាងដែលនាំឲ្យជីវិតមានភាពជោគជ័យចំពោះទម្លាប់ទី1នោះគឺការក្រោកពីព្រលឹមការខកពីព្រលឹមមានន័យថាអ្នកបានចាប់ផ្ដើមថ្ងៃថ្មីមុនគេធ្វើឲ្យអ្នកមានពេលរៀបចំនិងធ្វើការបានច្រើនជាងមុនហើយក៏មានអារម្មណ៍ល្អជាងមុនផងដែរចំណែកឯទម្លាប់ងាយទី2ប៉ុន្តែមនុស្សភាគច្រើនមើលរំលងគឺការផឹកទឹកមានចិត្តទឹកគ្រប់គ្រាន់មានថាមពលច្រើនការផ្ដោតអារម្មណ៍ក៏ល្អដែរចំណែកទម្លាប់ទី3គឺការសរសេរផែនការទាំងអស់ដែលអ្នកត្រូវធ្វើទុកនៅលើក្រដាសពេលធ្វើផែនការកុំគ្រាន់តែគិតវានៅក្នុងខួរក្បាលត្រូវសរសេរវាចេញមកបើគ្រាន់តែគិតវាអាចនឹងឆាប់ភ្លេចទៅវិញប៉ុន្តែបើសរសេរយើងអាចចាំបានយូរជាងហើយបើយើងអត់បានរៀបចំផែនការប្រចាំថ្ងៃទេជីវិតយើងនឹងពោពេញទៅដោយភាពរវល់ប៉ុន្តែរកសាច់ការអីអត់ឃើញទេមកដល់ទម្លាប់ទី4វិញគឺត្រូវដើរចេញជៀសវាងឲ្យឆ្ងាយពីមនុស្សដែលអវិជ្ជមានមនុស្សនៅជុំវិញយើងមានឥទ្ធិពលលើការគិតរបស់យើងហើយក៏មានឥទ្ធិពលទៅលើអនាគតរបស់យើងផងដែរនៅក្បែរមនុស្សវិជ្ជមានគិតវិជ្ជមាននៅក្បែរមនុស្សអវិជ្ជមានមួយថ្ងៃឃើញតែរឿងស្មុគស្មាញជានិច្ចត្រឡប់មួយទៀតដែលអ្នកទាំងអស់គ្នាមើលរំលងគឺការអានជាប្រចាំអានសភៅជាប្រចាំធ្វើឲ្យខួរក្បាលមានដំណើរការល្អគិតបានច្រើនដោះស្រាយបញ្ហាក៏បានច្រើនជាងដែរមិនអានខួរក្បាលស្ពឹកគិតអីក៏មិនសូវចេញដូចគេដែរចំពោះទម្លាប់ទី6វិញគឺជាការរៀនជាប្រចាំរៀនអីក៏ដោយឲ្យតែវាជាចំណេះដឹងថ្មីរៀនឲ្យចូលនៅក្នុងខួរក្បាលពិភពលោកឥឡូវកំពុងផ្លាស់ប្ដូរអីក៏ផ្លាស់ប្ដូរដែរអញ្ចឹងមានតែចំណេះដឹងសម្រាប់ខ្លួនយើងទេដែលអាចជួយយើងនៅថ្ងៃអនាគតបានឥឡូវមកដល់ទម្លាប់ទី7ទម្លាប់ទី7នោះគឺជាការបង្កើតភាពទៀងទាត់ការជោគជ័យមិនមែនកើតឡើងដោយសារតែការខិតខំប្រឹងប្រែងខ្លាំងតែមួយថ្ងៃទេតែវាកើតពីការធ្វើរឿងតូចៗជារៀងរាល់ថ្ងៃคล้ายទៅជាទម្លាប់មកដល់ទម្លាប់ទី8ហើយក៏ជាទម្លាប់ដែលសំខាន់ជាងគេសម្រាប់មនុស្សជោគជ័យដែរនោះគឺការមិនបោះបង់មនុស្សជោគជ័យមិនធ្លាប់បរាជ័យទេតែពួកគេមិនដែលឈប់ព្យាយាមហើយនឹងខិតខំឡើយបថុយធ្វើរឿងច្រើនយ៉ាងហើយឥឡូវមកបថុយអនុវត្តទម្លាប់ទាំង8នេះទាំងអស់គ្នាមើលហើយរងចាំមើលលទ្ធផលទាំងអស់គ្នា